ចាសសួស្តីបងប្អូនថ្ងៃហ្នឹងខ្ញុំមកចែកវិធីសាស្ត្រធ្វើសាយ៉បងប្អូនបំពងសាយ៉តែខ្ញុំដាក់បន្លែច្រើនហើយសាច់ខ្ញុំដាក់តែបន្តិចទេហើយថ្ងៃហ្នឹងខ្ញុំឆាវាបងប្អូនឆាខ្ញុំអត់ដាក់សាច់ស្រស់ទេដោយសារតែខ្ញុំអត់ចង់វាផ្ទុះបើសិនជាបងប្អូនដាក់សាច់ស្រស់ពេលយើងយកទៅបំពងវាផ្ទុះណាបើសិនជាយើងអត់ចង់ឲ្យវាផ្ទុះយើងឆាវាតិចទៅវាអត់ផ្ទុះទេបងប្អូនជាដំបូងខ្ញុំឆាខ្ទឹមបងប្អូនឆាខ្ទឹមហើយរៀងឈ្ងុយតិចខ្ញុំដាក់សាច់2ខាំចូលបងប្អូនសាច់ខ្ញុំប្រើតិចមែនតើហើយប្រើរ៉ូឌីកន្លះស្លាបព្រាស្ករកន្លះស្លាបព្រាម្រេចកន្លះស្លាបព្រាដែរបងប្អូនហើយយើងឆារៀងឈ្ងុយតិចទៅចាំយើងដាក់បន្លែយើងចូលបន្លែខ្ញុំប្រើតែការ៉ុតហើយនឹងស្ពៃក្តោបទេហើយបើសិនជាបងប្អូនញ៉ាំត្រាវអីដាក់ត្រាវទៀតក៏បានដែរតែយើងឆាវាឲ្យឆ្អិន 70% អីទៅហើយគ្រឿងផ្សំបន្ថែមខ្ញុំដាក់ប្រេងខ្យងកន្លះស្លាបព្រាទឹកត្រី1ស្លាបព្រាហើយនឹងទឹកស៊ីអ៊ីវហ្នឹង1ស្លាបព្រាផងដែរបងប្អូនហើយយើងកូរវាឲ្យរៀងសព្វចូលគ្នាទៅចាំយើងដាក់មីសួរខ្ញុំប្រើអាកញ្ចប់តូចបងប្អូនខ្ញុំប្រើ3កញ្ចប់និយាយរួមទៅដាក់មីសួរច្រើនឆ្ងាញ់បងប្អូនហើយឆ្ងាញ់មែនតើខាងក្រៅវាស្រួយហើយខាងក្នុងវានៅទន់បើដាក់មីសួរច្រើនដាក់បន្លែច្រើនណាតែបើសិនជាយើងដាក់សាច់ច្រើនខាងក្នុងក៏ស្រួយខាងក្រៅក៏ស្រួយដែរតែនេះស្រួយខាងក្រៅហើយខាងក្នុងវានៅទន់ដោយសារតែយើងដាក់មីសួរបងប្អូនហើយពេលយើងឆាបន្លែនឹងឆ្អិនហើយយើងទុកសាច់នឹងឲ្យវាត្រជាក់សិនទៅបើសិនជាអត់ត្រជាក់ទេពេលយើងយកមកខ្ចប់វាអាចលហែកហ្នឹងបងប្អូនហើយទៅលើទឹកឆាហ្នឹងបើសិនជាបងប្អូនចង់ឲ្យវារៀងស្ងួតដងទឹកវាចេញខ្លះក៏បានដែរហើយតែនិយាយរួមទៅក៏យើងដាក់មីសួរទៅវាកោកឲ្យទឹកដែលនៅក្នុងបន្លែហ្នឹងបងប្អូនហើយយើងទុកវាត្រជាក់សិនចាំយកមកខ្ចប់បើបងប្អូនខ្ចប់ទាំងក្តៅវាអាចនឹងធ្លាយសបកហើយខ្ញុំទុកឲ្យត្រជាក់ហើយខ្ញុំយកវាមកខ្ចប់បងប្អូនការខ្ចប់របស់ខ្ញុំដាក់វាប្រឆិតអញ្ចឹងហើយខ្ញុំរុំវាបងប្អូនរុំឲ្យបត់វាសងខាងហើយយើងរុំវាដល់ធំហ្នឹងយើងដាក់លាបម្សៅមកយើងលាបម្សៅឲ្យបានហើយបងប្អូននិយាយរួមទៅយ៉ងាយស្រួលធ្វើបំផុតហើយបន្ទាប់មកខ្ញុំយកវាមកបំពងបងប្អូនហើយការបំពងរបស់ខ្ញុំចង់ឲ្យវាស្រួយកាន់តែឆ្ងាញ់ខ្ញុំបំពងវា2ដងបំពងលើកទី1ហើយយើងទុកវាប្រហែលជា3នាទីទៅយើងបើកភ្លើងបំពងម្ដងទៀតអញ្ចឹងណាធ្វើបែបហ្នឹងវាធ្វើឲ្យសាយ៉របស់យើងស្រួយបានយូរហើយកាន់តែស្រួយឆ្ងាញ់ជាងមុនទៀតបងប្អូនបើថាយើងបំពងម្ដងក៏បានដែរគាត់ថាយើងបំពង2ដងវាធ្វើឲ្យសាយ៉របស់យើងហ្នឹងកាន់តែស្រួយឆ្ងាញ់ហើយនេះខ្ញុំបំពងលើកទី2បងប្អូនបំពងវាលើកទី2ហើយបំពងលើកទី2ហ្នឹងខ្ញុំដាក់ប្រហែលជា1នាទីទេដាក់1នាទីបងប្អូនហើយយើងស្រង់វាចេញមកដូចគ្នាស្រង់វាចេញហើយយើងទុកវាឲ្យស្រស់ខ្លាញ់ទៅចាំយើងយកវាមកញ៉ាំហើយសាយ៉របស់យើងគឺវាស្រួយមែនតើបងប្អូនហើយថ្ងៃហ្នឹងខ្ញុំហូបជាមួយទឹកម៉ាយ៉ូណេសជាមួយប៉េងប៉ោះមិចចូលគ្នាទៅយើងអាចញ៉ាំបានហើយចា៎បងប្អូនវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀត